តោះពុកម៉ែបងប្អូនមុខម្ហូបបានឆ្អិនហើយសូមអញ្ជើញចូលតុភ្ញៀវនៅឆ្ងាយសូមអញ្ជើញចូលសប្បាយនឹងហូបចុកភ្ញៀវនៅក្នុងស្រុកសូមហូបចុកឲ្យស្រួតមីងអ៊ំចាស់ឬក្មេងហូបចុកប្រយ័ត្នប្រឡាក់ហូផាមួងខោអាវបាទគោរពជំរាបសួរទៅកាន់ឪពុកក្មេកនិងគោរពជំរាបសួរទៅកាន់ម៉ែក្មេកនិងគោរពជំរាបសួរទៅកាន់ឪពុកបង្កើតនិងគោរពជំរាបសួរទៅកាន់ម៉ែបង្កើតជាទីគោរពទាំងអស់គ្នាដូចតទៅបាទថ្ងៃនេះជួបមុខម្ហូបបែបស្រុកស្រែរបស់កូនទៀតហើយបាទបងប្អូនគឺមុខម្ហូបសម្លកកូបាទបងប្អូនមុខម្ហូបបែបស្រុកស្រែទេបាទបងប្អូនគ្រឿងផ្សំរបស់មេធីមរបស់ខ្ញុំមានដូចជាសាច់ជ្រូកចំនួនកន្លះគីឡូបាទផ្លែល្ហុង1ផ្លែនិងបន្លែរួមមិត្តបាទបងប្អូនមានដូចជាបាទត្រួយល្ពៅផ្កាល្ពៅទៅស្លឹកងប់យ៉ាងទៅស្លឹកបទីយ៉ាងទៅបាទស្លឹកបាសយ៉ាងទៅស្លឹកស្អំយ៉ាងទៅបានជាខ្ញុំហៅថាបន្លែផ្អែមរួមមិត្តបាទបន្លែផ្អែមរួមមិត្តបាទឥឡូវនេះឆ្នាំងគោក្តៅផ្ទះគោក្តៅបាទខ្លាញ់គោក្តៅមេធីមរបស់ខ្ញុំគាត់ចាប់ផ្ដើមសម្អាតហើយបាទគាត់ចាប់ផ្ដើមដាក់ខ្ទឹមចូលបាទបន្ទាប់ពីក្លិនខ្ទឹមឈ្ងុយឈ្ងប់ហើយបាទគឺមេធីមរបស់ខ្ញុំគាត់ចាប់ផ្ដើមដាក់ប្រហុកបាទប្រហុកបន្ទាប់ពីប្រហុកឈ្ងុយទៀតហើយបាទបងប្អូនគឺគាត់ដាក់ស្លឹកគល់ក្រៃបាទស្លឹកក្រៃដែលយើងបុកនេះបាទស្លឹកក្រៃបុកជាមួយល្មៀតឬក៏ជាមួយបាទខ្ទឹមសអីហ្នឹងបាទកូរវាឲ្យឈ្ងុយទៅបាទគាត់ចាប់ផ្ដើមដាក់សាច់ជ្រូកបាទសាច់ជ្រូកដែលហាន់រួចហ្នឹងបាទដាក់ចូលទៅបន្ទាប់មកគាត់ជ្រួចច្បល់លីងទៅលីងមកលីងទៅលីងមកដើម្បីឲ្យកាន់តែចូលជាតិគ្នាបាទដើម្បីឲ្យចូលកាន់ចូលជាតិគ្នាហើយគាត់មកគាត់ដាក់លួចដាក់ទឹកត្រីបន្តិចបាទដាក់ទឹកត្រីបន្តិចស្ករសប៊ីចេងបន្តិចទៅបាទបងប្អូនអត់ថែមអំបិលទេព្រោះយើងប្រើប្រហុកច្រើនហើយបាទប្រើប្រហុកច្រើនហើយប្រើអំបិលទេខ្លាចប្រៃបាទអញ្ចឹងមានតែលួចទឹកត្រីបន្តិចទេបាទបន្ទាប់ពីគ្រឿងយើងឈ្ងុយឈ្ងប់ហើយបាទផ្អើស្រុកផ្អើភូមិផ្អើឋានទាំង3ហើយបាទមេធីមរបស់ខ្ញុំគាត់ចាប់ផ្ដើមដាក់បាទល្ហុងបាទផ្លែល្ហុងដែលគាត់សាប់ទុកលាងទឹករួចហើយហ្នឹងបាទតមកគាត់ជ្រួច្បល់ឲ្យចូលជាតិគ្នាទៅបាទតមកគឺគាត់បន្សើមទឹកបន្តិចដើម្បីឲ្យមានទឹកលេបបាទដើម្បីឲ្យមានទឹកលេបបន្ទាប់ពីទឹកយើងមិនទាន់ពុះទេបាទគឺមេធីមរបស់ខ្ញុំគាត់ដាក់អង្ករលីងចូលបន្ថែមទៀតបាទកាន់តែមានរសជាតិបាទបងប្អូនគាត់តែបើកកមោបឆ្នាំងភ្លាមបាទបងប្អូនអើយផ្អើបាទនិយាយតែផ្អើអ្នកស្រុកអ្នកភូមិផ្អើអ្នកចិត្តខាងទៀតហើយថ្ងៃនេះបាទបន្ទាប់មកទៀតគឺមេធីមរបស់ខ្ញុំគាត់ចាប់ផ្ដើមដាក់បន្លែផ្អែមរួមមិត្តបាទបន្លែផ្អែមរួមមិត្តដោយខ្ញុំបានរៀបរាប់ក្បាលវីដេអូដំបូងយ៉ាងបាទបងប្អូនបានដឹងបានជ្រាបហើយជម្រាបទៅកាន់លោកមេបាមិនថាខាងប្រុសឬខាងស្រីទេឥឡូវនេះមុខម្ហូបរបស់ខ្ញុំមួយនេះក៏បានឆ្អិនហើយដែរបាទឥឡូវនេះអញ្ជើញពុកម៉ែបងប្អូនមកញ៉ាំជាមួយខ្ញុំទាំងអស់គ្នាបាទមិនថាមេបាខាងប្រុសឬក៏មេបាខាងស្រីទេបាទដោយក្បាលវីដេអូបានអញ្ជើញដំបងយ៉ាងបាទថាភ្ញៀវក្នុងស្រុកសំហុបចុកឲ្យស្រួតបាទបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមភ្លក់តែឯងសិនហើយបាទបងប្អូនចង់ភើក៏ទៅភ្លក់មុនយ៉ាងហើយបាទបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមដួសតែបន្លែទេនិងផ្លែល្ពៅបាទផ្លែល្ពៅក៏បានក្តឹបល្ពៅក៏បានដែរបាទក្តឹបល្ពៅនេះខ្ញុំកំងមិនឲ្យមេធីមរបស់ខ្ញុំគាត់ចិត្តទេចិត្តប្របែកទេគឺខ្ញុំឲ្យនៅទាំងមូដល់ពេលដែលខ្ញុំខាំទៅបាទបងប្អូនអើយនិយាយថាឡើងស្រួយដូចផ្លែតឡងយ៉ាងខាំលើស្រួយខ្ញោកបាទបងប្អូនកុំអីខ្ញុំដាក់សំឡេងធម្មជាតិឲ្យពុកម៉ែបងប្អូនទស្សនាបាទបងប្អូនដោយសារមានការរំខានម៉ាស៊ីនម៉ូតូសំឡេងច្រើនពេកដល់យ៉ាងខ្ញុំបិទសំឡេងនឹងចេញទៅបាទបងប្អូនគឺបញ្ចូលសំឡេងផ្សេងបាទបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមភ្លក់ឲ្យបាទបងប្អូនអើយនិយាយថាជាតិនោះជាតិបាទបងប្អូនធីមទឹកដូងពេញលេងហើយថ្ងៃនេះបាទបងប្អូនអើយបងប្អូនណាមកបាទបងប្អូនមកតន់បាទដាក់ជាក់មកបាទបងប្អូនអើយនិយាយថាជាក់ដល់បេះដូងបាទបងប្អូនជាក់ដល់បេះដូងបាទសម្លបែបស្រុកស្រែមួយមុខនេះបាទខ្ញុំមានអ៊ូតថាឆ្ងាញ់បាទបងប្អូនឆ្ងាញ់គឺបន្លែបាទបងប្អូនអត់មានអស់លុយមកកាក់1សេនទេបាទបងប្អូនបេះទៅតាមលបងផ្ទះទេបាទបងប្អូនអស់តែលុយទិញសាច់ជ្រូកមួយមុខតែប៉ុណ្ណោះបាទបងប្អូនចំណែកបន្លែប្លុកគឺអត់មានអស់មួយកាក់1សេនទេដោយក្បាលវីដេអូខ្ញុំបានរាប់អញ្ចឹងបាទហើយវីដេអូចុងក្រោយនេះជំរាបលាបាយសុខសប្បាយទាំងអស់